នេះខ្ញុំបានធ្វើវីដេអូដែលនិយាយពីការតម្លើង roaming នៅលើ Windows Server roaming profile នៅលើ Windows Server ជាដំបូងខ្ញុំចូលនេះ server management មកយើងត្រូវការ share profile មួយ share folder អូខេឥឡូវខ្ញុំធ្វើការ share new share file location ជ្រើសរើសយកពាក្យនេះចាប់នេះតមកជ្រើសរើស browser ឥឡូវខ្ញុំធ្វើការក្នុង domain controller ខ្ញុំគឺមាន IC មួយហើយខ្ញុំគឺការបង្កើត folder ថ្មីមាន folder room profile អូខេ select roaming មក select folder អូខេ click next ចំពោះកន្លែងនេះបើសិនជាអ្នកទាំងអស់គ្នាដាក់អ្នកគ្នាចង់ hidden share folder របស់អ្នកទាំងអស់គ្នាគ្រាន់តែដាក់ $ពីខាងមុខវានឹង hidden ពេលដែលបង្កើតហើយតែខ្ញុំមិនចង់ hidden ទេទៅវិញទៅអូខេតោះអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការ copy នេះ pass នេះមក remote pass នេះមកហើយយើង copy pass វាដើម្បីយកទៅ config ជាមួយនឹងយកទៅ config នៅក្នុង config roaming profile របស់យើងនៅពេលក្រោយនៅក្នុង user account នេះបើក enable នេះមក click នេះទៀតហើយនេះអ្នកនរគ្នាជួយ custom permission អូខេកន្លែងនេះចុចយកបិទ disable inheritance នេះមកនេះមកហើយ add នេះមក select នេះមកហើយចុចដល់ local ជានៅក្នុងឆ្លើយ advanced find now អ្នកនរគ្នារក user អ្នកនរគ្នាដែលអ្នកនរធ្វើការគ្រប់គ្រងទៅលើអូខេហើយជ្រើស user មក click OK ហើយអ្នកនរគ្នា click OK ទៀតមកហើយដល់នេះអ្នកនរគ្នាជ្រើសរើស permission ឲ្យ user ហើយជ្រើសរើសកន្លែងនេះមក apply folder only click OK ហើយមួយទៀតអ្នកនរគ្នាក៏អាចយកមើល advanced ដែរវាមានចំណុចច្រើនទៀតដែលយើងត្រូវបិទកុំឲ្យ user យើងធ្វើការ access លើ file ផ្សេងៗឬក៏ folder ផ្សេងៗ click OK មកចុច apply click OK next ហើយ create អូខេយើងបានបង្កើតយើងបាន save file រួចហើយធ្វើការ user ឈ្មោះថា test user អូខេបន្តមកយើងធ្វើការទៅ check នៅក្នុង window របស់យើងដែលនៅ account test user ដើម្បីដឹងថាវាជាប្រភេទuser profile អីគេជា local ឬក៏ roaming ដើម្បីធ្វើការតែបានយើងត្រូវតែ restart វាសិនអញ្ចឹងយើងធ្វើការ restart ហើយអ្នកនរគ្នាឆែកមើលបានសារហើយនេះយើងវាយ password របស់យើងឥឡូវខ្ញុំវាយបានហើយចូលដល់ system property នេះ click ពាក្យ advanced ហើយយើងជ្រើសរើស user profile ជាពាក្យ setting ដើម្បី check មើលអូខេឥឡូវយើងបានឃើញថាtest user យើងជាប្រភេទ profile local profile ដូច្នេះយើងអាច share ទៅផ្សេងបានទេតទៅជា roaming អញ្ចឹងខ្ញុំធ្វើការថយក្រោយសិនមកអូខេដល់ឡើងនេះយើងធ្វើការជ្រើសរើសពាក្យ tool ហើយជ្រើសរើសពាក្យ active directory user and computer ហើយយើងយកពាក្យ user យើងដែលបាន share ទៅហើយយកពាក្យ click right click ចូលពាក្យ property ហើយពាក្យ profile អូខេបន្តមកអ្នកនរគ្នាគ្រាន់តែធ្វើការ pass folder file ដែលយើងបាន copy ពីដំបូងហ្នឹងចូលទៅកាន់នៅកន្លែង profile file មក
អូខ្ញុំច្រឡំនេះបាន save ទុកដែរ copy វាមក paste តមកអ្នកនរគ្នាដាក់ backslash មួយទៀតហើយដាក់ឈ្មោះរបស់ profile របស់អ្នកនរគ្នាដែលជា user ឈ្មោះ user របស់អ្នកនរគ្នាឈ្មោះខ្ញុំ test user អូខេសិនពេលអ្នកគេដាក់អស់ហើយជា apply មកហើយ click OK អូខេយើងមើលថាក្រោយសិនមកយើងចូលទៅមើលនៅក្នុងវីដេអូរបស់យើងដែលជា account test user តិចឥឡូវយើងចូលមកដល់ហើយយើង press window O មកហើយចុច wait command នេះពីមុនអូខេ wait administrator password អូខេចូលដល់ចុច advanced user profile ចុចពី setting អូខេយើងនឹងឃើញកន្លែងតា user នេះជា roaming អូខេឥឡូវយើងបានកំណត់ roaming user profile ហើយ